ខានរដ្ឋបាលជលផលកំពង់ចាមបន្តបង្ក្រាបបទល្មើសជលផលនៅស្រុកកំពង់សៀមដោយដុតបំផ្លាញចោលនៅនឹងកន្លែងខេត្តកំពង់ចាមខានរដ្ឋបាលជលផលកំពង់ចាមនៅថ្ងៃទី7ខែមីនាឆ្នាំ2025បានបន្តបង្ក្រាបបទល្មើសនេសាទនៅចំណុចទំនប់ជ្រោយចេកឃុំត្រៀនស្រុកកំពង់សៀមខេត្តកំពង់ចាមមន្ត្រីជលផលបានឲ្យដឹងថាប្រតិបត្តិការនេះខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រៀននិងសហគមន៍នេសាទតំបន់ជ្រោយចេកដោយមានការសម្របសម្រួលពីឯកឧត្តមវង្សប៊ុនវិសុទ្ធព្រះរាជអាជ្ញានៃអัยការអមសាលាដំបងខេត្តកំពង់ចាមបានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលបានចំនួន1ករណីរកឃើញវត្ថុតាងមានដូចជាឧបករណ៍លូស្បៃមុងចំនួន11មាត់របាំងស្បៃមុងប្រវែង330ម៉ែត្របង្គោលចម្រឹងចំនួន165ដើមនិងចាក់លែងត្រីចម្រុះទម្ងន់7គីឡូក្រាមចូលបឹងធម្មជាតិវិញនាំមកជូនដោយហាងចែវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាបរិសុទ្ធ CPHN ជាទឹកបរិសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបងឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ